ជំរាបសួរបាទបងប្អូនទាំងអស់គ្នាបាទតកតងនឹងតម្លៃមាសបាទយប់មិញមានការឡើងបន្តិចធ្វើឲ្យប្រជាពលរដ្ឋដែលទ្រាំទ្របាទគឺមានអារម្មណ៍សប្បាយចិត្តខ្លាំងហើយជាពិសេសពិធីបុណ្យបាទសិទ្ធិនារីថ្ងៃស្អែកហាងពេជ្រ CSNJ យើងមានការប្រម៉ូសិនដ៏ពិសេសបាទដែលមិនធ្លាប់មានតាំងពីព្រីឈ្នួល 15% អីច្រើនណាស់បងប្អូនបាទរស់រាន់ឡើងហើយចំថ្ងៃស្អែកជាថ្ងៃអាទិត្យទៀតអញ្ចឹងដើម្បីកុំឲ្យអាកាសនេះកន្លងផុតទៅសង្ឃឹមថាពុកម៉ែបងប្អូននឹងឆ្លៀតពេលវេលាបាទមានតម្លៃមកបាទលេងបាទមកមើលគ្រឿងអលង្ការមាសពេជ្របាទជាពិសេសបាទតម្លៃមាសគឺមានការហក់ឡើងបន្តិចបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងអាចនឹងមានអារម្មណ៍ហើយមានការពិចារណាក្នុងការទិញមាសនៅពេលបច្ចុប្បន្ននេះពីព្រោះតម្លៃមាសបានងើបឡើងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងអញ្ជើញមកមើលគ្រឿងអលង្ការពេជ្របាទគ្រឿងអលង្ការមាសបាទឬក៏មាសគីឡូបាទបងប្អូនអាចអញ្ជើញមកហាងពេជ្រ CSNJ យើងមានគ្រឿងបាទមាសច្រើនហើយជាពិសេសមាសគីឡូបាទមានរាប់រយគីឡូតែម្ដងបាទហើយបងប្អូនដែលចង់បានទិញយកទៅធ្វើទ្រព្យហ្នឹងគឺល្អមែនតើហើយតកតងនឹងគ្រឿងអលង្ការពេជ្រក៏យើងមានច្រើនដែរបងប្អូនបាទមានចិញ្ចៀនខ្សែដៃស្វារ៉េអីច្រើនបងប្អូនបាទហើយការដែលធ្វើគ្រឿងអលង្ការពេជ្រនេះយើងមានការប្រម៉ូសិនច្រើនណាបងប្អូន 15% បើយើងគិតវិញឧទាហរណ៍ថា5លីចន្លោះ 2005 ហើយ 2005 15% គឺច្រើនមែនតើបងប្អូនបាទច្រើនណាស់បើយើងគិតថាមើល300វាចូលមកគ្រាប់$400បាទអញ្ចឹងបងប្អូនបាទនេះជាចំណុចមួយដែលល្អមែនតើដែលបងប្អូនចង់មើលគ្រឿងអលង្ការពេជ្របាទមានការប្រម៉ូសិនព្រីឈ្នួលជាមួយនឹងបាទ 15% បាទច្រើនណាស់ហើយការដែលប្រម៉ូសិននេះគឺយើងធ្វើតែមួយថ្ងៃទេគឺថ្ងៃ8បាទ8ស្អែក8មីនាហ្នឹងជួយទៅសេអញតិចមកបាទ8មីនាបាទអញ្ចឹងរស់រាន់បងប្អូនហើយបងប្អូនដែលគាត់មិនទាន់បានទិញមាសទិញឲ្យហើយបងប្អូនមិនទាន់មានតម្លៃល្អតិចទៀតទៅវានឹងអាចឡើងខ្ពស់ជាងហ្នឹងហើយពិសេសមែនតើបាទយប់មិញនេះគឺតាមដានស្អិតណាបងប្អូនបាទបើនិយាយពីរឿងមាសគឺមានអារម្មណ៍មួយថាតាមដានស្អិតមែនតើព្រោះអត់ដែលសប្បាយចិត្តទេតាំងពីថ្ងៃអង្គារថ្ងៃពុធមកមាសឡើងហើយចុះមកវិញហ្នឹងគឺមុខរបស់ខ្ញុំគឺមិនដែលរីកហើយពិបាកចិត្តជំនួសភ្ញៀវព្រោះភ្ញៀវមកទិញច្រើនណាស់ដូចថ្ងៃនេះជាក់ស្ដែងអញ្ចឹងយើងលក់បាន3-4 គីឡូហើយបងប្អូនបាទ3-4 គីឡូហើយអញ្ចឹងប្រហែលចន្លោះពីនោះ2 គីឡូកន្លះ3 គីឡូ4 គីឡូហើយអញ្ចឹងមកដល់ល្ងាចនឹងអាចមានបន្តលក់ដាច់បន្ថែមទៀតអញ្ចឹងបងប្អូនដែលគាត់មិនទាន់ទិញមាសទិញឲ្យហើយពីព្រោះយើងក៏គៀកថ្ងៃដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងដែរបើសិនជាយើងបាំងតែមួយខែទៀតទេអញ្ចឹងបងប្អូនតែគាត់ត្រូវការគ្រឿងអលង្ការពេជ្រត្រូវការគ្រឿងកំម៉ង់ត្រូវការគ្រឿងដែលមាននៅក្នុងស្តុកស្រាប់អាចអញ្ជើញមកហាងពេជ្រ CSNJ យើងមានការប្រម៉ូសិន 15% ហើយជាពិសេសយើងព្រីឈ្នួលទៀតបាទរស់រាន់ឡើងបាទហើយបងប្អូនដែលមានចម្ងល់តាក់ទងនឹងគ្រឿងអលង្ការពេជ្រគ្រឿងអលង្ការមាសបងប្អូនអាចសួរតម្លៃថ្ងៃហ្នឹងគួរលក់ចេញខ្លះល្អទេលោកពូសូគុន្ធាបាទតាមពិតមានព័ត៌មានល្អតាក់ទងនឹងមាសច្រើនមែនតើថ្ងៃហ្នឹងសម្រាប់ខ្ញុំគិតថាទុកសិនបងប្អូនបាទទុកសិនហើយចាំមើលថ្ងៃអង្គារបាទបើសិនជាអ្នកព្យាករនៅសហរដ្ឋអាមេរិកចំនួន3នាក់គាត់បានព្យាករថាតម្លៃមាសនឹងមានការប្រែប្រួលបាទមិនមែនប្រែប្រួលចុះហើយប្រែប្រួលឡើងនៅថ្ងៃសប្តាហ៍ក្រោយព្រោះ report បាទតាក់ទងនឹងjob report ហ្នឹងគឺការងារដែលនៅសហរដ្ឋអាមេរិកហ្នឹងមានការបាត់បង់ការងាររហូតដល់ 92,000 នាក់បាទច្រើនមែនតើបាទហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហ្នឹងគឺមានការចុះខ្សោយជាងមុនអញ្ចឹងធ្វើឲ្យតម្លៃលុយដុល្លារហ្នឹងក៏ធ្លាក់ចុះធ្វើឲ្យតម្លៃមាសយប់មិញហ្នឹងគឺហក់ឡើងខ្លាំងមែនតើខ្ញុំមើលទៅមានអារម្មណ៍ថាសប្បាយចិត្តណាបងប្អូនបាទព្រោះដោយសារអីយប់មិញបងប្អូនត្រូវយល់ថាមាសធ្លាក់ដល់$5,040ក្នុងមួយអោនហើយបើឥឡូវយើងមកមើល feedback វិញមានន័យថា coming back មានន័យថា
$171ក្នុងមួយអោនណាបើសិនជាលក់នៅទីក្រុងភ្នំពេញគឺ7-10,000ណាអរគុណលោកពូចំពោះចំណេះដឹងថ្មីអំពីហាងឆេងមាសបាទអរគុណច្រើនបាទម៉ាក់អូនសៀវហ៊ុយបាទតេតងបាទចាអរគុណច្រើនខ្ញុំតាមដានលោកពូយូរហើយបាទអរគុណតាមពិតបើបងប្អូនទិញមាសអានេះជាកំណត់របស់ខ្ញុំជា advice របស់ខ្ញុំតែខ្ញុំរៀនហើយនឹងព្យាករពីមុនមកបើបងប្អូនទិញមាសបាទហើយទុកក្នុងរយៈពេលយូរអង្វែងអាចថា6ខែបងប្អូននឹងចំណេញធានា 100% ដឹងតែចំណេញហើយបាទមាសអាចឡើងទេលោកពូបាទប្រុយសានបាទមាសមានសន្ទុះក្នុងការឡើងបាទដោយសារតែបញ្ហាបាទតើមាសយើងគួរលក់ក្នុងតម្លៃណាដែរបងប្រុសប៉ាលក្ខស័យបាទអរគុណច្រើនបាទតឹមពិតមាសបាទសម្រាប់ខ្ញុំតែម្ដង advice របស់ខ្ញុំចង់ឲ្យបងប្អូនទ្រាំសិនបាទពេលដែលដល់1គីឡូ20,000ណាបងប្អូនលក់ទៅបាទខ្ញុំឲ្យលក់ខ្ញុំក៏ទ្រាំត្រូវឲ្យលក់ដែរហើយខ្ញុំក៏ចាំទិញដែរមានន័យថាបើសិនជាយើងលក់មានន័យថាលក់យកចំណេញមួយសាសិនប៉ុន្តែបើបងប្អូននៅតែមានសាច់ប្រាក់ច្រើនទេបងប្អូនទ្រាំចេះតែទ្រាំទៀតទៅទុកទៅហើយបើចាំបាច់ចាំយើងលក់បាទនេះជាចំណុចសំខាន់បាទព្រោះដោយសារអីធនាគារ UBS របស់ស្វីសគាត់បានទូទាយថាមាសនឹងឡើង$6,000ក្នុងមួយអោនបាទហើយ JP Morgan របស់អាមេរិកគាត់ថា$6,300ទោះជាមានភាពតានតឹងនៅមជ្ឈមបូព៌ាក៏ដោយបាទតម្លៃមាសបាទគឺនៅតែមានចំណុចល្អបាទនៅតែមានចំណុចល្អអរគុណបង you has a good advice and education to us yeah thank you បាទកៅមនីបាទអរគុណច្រើនបាទអរគុណខ្លាំងមែនតើហើយក៏តែងតែចំណាយពេលវេលាក្នុងការមើលបាទបងប្រុសថ្ងៃច័ន្ទមាសអាចនឹងឡើងទៀតអត់បាទអាន់ពូឌីបាទខ្ញុំគិតថាអត្រានៃមាសឡើងនឹងគឺមានភាគរយច្រើនឥឡូវខ្ញុំនិយាយភាពជាក់ស្ដែងមួយនៅគេហៅថាបើជាភាសាអង់គ្លេស Middle East ហ្នឹងគឺមជ្ឈមបូព៌ាមានអ៊ីរ៉ានមានកាតាមានសាអូឌីអារ៉ាប៊ីមាន UEA បាទមានអេមីរ៉េតមានច្រើនប្រទេសបាទច្រើនប្រទេសនៅតំបន់អស់ហ្នឹងគឺពោពេញទៅដោយ business គឺប្រេងអញ្ចឹងស្ថានភាពនៅពេលបច្ចុប្បន្ននេះគឺចំណាយលុយក្នុងមួយថ្ងៃធ្វើសង្គ្រាមហ្នឹងណាលុយច្រើនមែនតើសហរដ្ឋអាមេរិកចំណាយលុយច្រើនមែនតើបងប្អូនបាទអញ្ចឹងភាពបើយើងចង់និយាយឲ្យច្បាស់ហ្មងភូមិសាស្ត្រនយោបាយមានភាពតានតឹងបាទនៅមជ្ឈមបូព៌ាហើយតកតងនឹងសង្គ្រាមអ៊ុយក្រែនរុស្ស៊ីក៏នៅតែមានភាពតានតឹងឯចំណែកឯ report ជាប់ការងារមានន័យថារបាយការណ៍ងាររបស់សហរដ្ឋអាមេរិកនៅយប់មិញក៏មានការធ្លាក់ចុះធ្វើឲ្យប្រជាពលរដ្ឋអត់មានការងាររហូតដល់9,200 នាក់បាទសេដ្ឋកិច្ចអាមេរិកមានការថយចុះនេះជាចំណុចកត្តាទាំងពីរហ្នឹងគឺវាទាញគ្នាដើម្បីឲ្យតម្លៃមាសហ្នឹងបាទមានការងើបឡើងបាទហើយបើសិនជាសង្គ្រាមនឹងបន្តកាន់តែយូរឧទាហរណ៍ថាសហរដ្ឋអាមេរិកអថាក់បាន 100% អ៊ីរ៉ានហើយយកប្រេងបានមកចេញខ្ញុំគិតថាតម្លៃមាសនឹងមានអត្រាខ្ពស់ក្នុងការឡើងបាទប៉ុន្តែបើយើងមកទាញមួយមកវិញបើប្រេងឡើងថ្លៃខ្លាំងតើមាសនឹងធ្លាក់ចុះដែរឬទេបាទតកតងនឹងតម្លៃប្រេងគឺខ្ញុំ warranty ជូនគឺនឹងឡើង 100% ដោយតំបន់មានន័យថាសមុទ្រ Cumin ហ្នឹងគឺมันអាចនាំប្រេងពីតំបន់មជ្ឈមបូព៌ាបានទេហើយកាលណាតាមកតាមតំបន់ហ្នឹងពួកអ៊ីរ៉ាន់មានតែ2គីឡូទេចម្ងាយពីសមុទ្រហ្នឹងតែ2គីឡូអញ្ចឹងមានន័យថាគាត់មើលឃើញបើសិនជាហ៊ានដឹកគឺគាត់បាញ់អញ្ចឹងការនាំចូលប្រេងហ្នឹងមានការភាពតានតឹងមែនតើបាទហើយបើសិនជាបន្តរយៈពេលខ្ញុំគិតទេណាត្រឹម2អាទិត្យតឬតាធំចូលឆ្នាំខ្មែរខ្ញុំថាតម្លៃប្រេងនៅប្រទេសកម្ពុជាគឺនឹងរើបឡើងហ្មងព្រោះបងប្អូនខ្លះគាត់មានស្តុកតិចទេហើយកាលណាតាតម្លៃប្រេងមានការឡើងហើយជ្រួលច្បល់បែបនេះខ្ញុំគិតថាស្ថានភាពនៃការលក់មាសគឺនឹងអត្រាការឡើងព្រោះបងប្អូនត្រូវយល់ថាអ្នក business អ្នកសេដ្ឋកិច្ចអ្នកមានលុយច្រើនពេលដែលគាត់មានលុយច្រើនគាត់រត់ទៅរកអីឥឡូវមានតែរត់ទៅរកទិញមាសទេដើម្បីទំនុកបំរុងដើម្បីសល់ឲ្យងាយស្រួលណាបងប្អូនដូចជំនាន់យើងជំនាន់គេហៅថាជំនាន់អពតជំនាន់ខ្មែរយើងណាពេលដែលយើងមានសង្គ្រាមចាស់គាត់តែងតែទុកមាសហើយប្រទេសណាក៏ដូចប្រទេសណាដែរប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនអត់ធ្មត់បន្តិចក្នុងការទិញមាសបាទអត់ធ្មត់របៀបម៉េចគឺយើងត្រូវការពេលវេលា
បើខ្ញុំគិតទេណាបើសិនជាបងប្អូនទ្រាំតាមខ្ញុំអាចចន្លោះខែ8ខែ9ណាដឹងតែប៊ូមហ្មងមាសធានាឲ្យហ្មងបងប្អូនបាទធានាថានឹងឡើងហើយបាទព្រោះអ្វីដែលខ្ញុំនៅស្ទាក់ស្ទើរហើយនិយាយអត់ចង់ឲ្យបងប្អូនថាបុកតែអញ្ចឹងដោយសារហេតុផលតែមួយគត់តាកតងនឹងរោងចក្រធំបាទ business ធំដែលលក់គ្រឿងអលង្ការឥឡូវឧទាហរណ៍ដូចហាងពេជ្រ CSNJ មួយចុះពេលតែ high season ចាប់ពីខែ8រហូតដល់ខែមុនចូលឆ្នាំខ្មែរមានន័យថាតម្លៃមានន័យថាមាសដែលខ្ញុំប្រើជារៀងរាល់ថ្ងៃហ្នឹងណាបងប្អូនដែលខ្ញុំទិញយកទៅឲ្យជាងធ្វើ150នាក់ក្នុងមួយខែខ្ញុំទិញ60គីឡូបើសិនជាខ្ញុំលក់ទាំងគ្រឿងហងមួយខែខ្ញុំអត់ក្រោមពី200គីឡូទេអញ្ចឹងពេលដែលដល់ low season វិញ low season ចាប់ពីខែ5ខែ6ទៅតម្លៃមាសនឹងមានការប្រែប្រួលខ្ញុំខ្លាចបងប្អូនគាត់ភ័យកន្លែងហ្នឹងមាសនឹងមានការធ្លាក់ចុះបន្តិចប៉ុន្តែបើយើងនិយាយភាពជាក់ស្ដែងថារយៈពេលយូរគឺទិញមាសល្អមែនតើបាទល្អមែនតើបងប្អូនបាទល្អមិនមែនខ្ញុំនិយាយហ្នឹងឲ្យទិញខ្ញុំឯងបងប្អូនទិញនៅណាក៏បានដែរបងប្អូនទិញទៅអត់ខុសទេបាទទិញទៅអត់ខុសទេបើរយៈពេលយូរទិញទៅដើម្បីចំណេញអត់ខុសទេប៉ុន្តែបើបងប្អូនទិញរយៈពេលខ្លីនៅពេលបច្ចុប្បន្ននេះខ្ញុំគិតថាបើទិញបងប្អូនត្រូវគិតថាកុំភ័យព្រោះដោយសារអីស្ថានភាពបាទតាកតងនឹង geopolitical ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាមានការបាទបាញ់ធ្វើសង្គ្រាមខ្លាំងអញ្ចឹងតម្លៃមាសនឹងអាចកលាប់ចាក់ក្នុងរយៈពេលខ្លីយើងអត់ដឹងថាតើវានឹងប្រែប្រួលរបៀបម៉េចបាទហើយបើជាប់មានន័យថារបាយការណ៍ងារនៅសហរដ្ឋអាមេរិកយប់មិញហ្នឹងគឺចេញមកសេដ្ឋកិច្ចអាមេរិកមានការថនខ្សោយប្រជាពលរដ្ឋអត់ការងារធ្វើក្រុមហ៊ុនមួយចំនួនមានការបិទនឹងហើយដែលជំរុញឲ្យតម្លៃមាសឡើងបាទហើយខ្ញុំគិតថាពីឥឡូវទៅដល់ចូលឆ្នាំខ្មែរនឹងមានការប្រែប្រួលច្រើនមាសបាទអញ្ចឹងសង្ឃឹមថាបងប្អូនបើនិយាយឲ្យខ្លីបងប្អូនទិញមាសដើម្បីយកចំណេញហើយរយៈពេលយូរបងប្អូនទិញទៅអត់ខុសទេហើយបើបងប្អូនទិញហើយសម្រាប់លេងហាងឆេងខ្ញុំគិតថាក្នុងពេលបច្ចុប្បន្ននេះយើងគួរតែប្រយ័ត្នបន្តិចប្រយ័ត្នក្នុងការទិញបើសិនជាតម្លៃវាធ្លាក់ឲ្យដល់កម្រិតហើយយើងទិញទៅហើយពេលដែលងើបឡើងវិញយើង make money អាហ្នឹងល្អវិញបាទអាហ្នឹងល្អហើយជាពិសេសថ្ងៃនេះខ្ញុំ live នេះដោយសារអីចង់ប្រាប់ពុកម៉ែបងប្អូនថាហាងពេជ្រ CSNJ មានការ promotion គឺថ្ងៃ8មីនាមានន័យថាប៉ុនអីគេគេប៉ុនសិទ្ធនារីបាទប៉ុនសិទ្ធនារីថ្ងៃស្អែកបងប្អូនបាទប៉ុនសិទ្ធនារីបាទទិវាសិទ្ធនារីអញ្ចឹងថ្ងៃស្អែកយើងអញ្ជើញមកហាងពេជ្រ CSNJ ជាពិសេសគេហៅថា pressure metal ទេទិញឲ្យបាន1គីឡូអីទៅបាទល្អដែរណាទិញ1គីឡូទៅឬក៏បានច្រើនថ្ងៃនេះរៀងលក់ស្រួលភ្ញៀវមកស្រួលក្នុងការទិញណាជួយបាក់អែមួយទៀតមើលហ្នឹងឲ្យគាត់មកទិញស្រួលហើយសង្ឃឹមថាបងប្អូនដែលមិនទាន់បានទិញគ្រឿងអលង្ការពេជ្រពីហាងពេជ្រ CSNJ ទិញឲ្យហើយបងប្អូនបាទទិញឲ្យហើយល្អមែនតើបងប្អូនមានអីមកសួរទៀតទេបងប្អូនបាទអាចនឹងខ្ញុំនឹងឆ្លើយសំណួរពុកម៉ែបងប្អូនតាក់ទងនឹងមាសគឺជំនាញហើយតាក់ទងនឹងគ្រឿងអលង្ការពេជ្រក៏ជំនាញដែរអញ្ចឹងបងប្អូនក្នុងការទិញមាសល្អបងប្អូនទិញឲ្យហើយបាទទិញឲ្យហើយមាសក៏ទិញបាទពេជ្រក៏ទិញបាទទិញតិចតួចបាទយើងមានសមត្ថភាពច្រើនយើងទិញច្រើនអត់ខុសទេបាទមាសនេះអត់ខុសទេបងប្អូនបាទល្អមែនតើនេះឥឡូវយើងមាន mental law ច្រើនបងប្អូនមានច្រើនបងប្អូនបាទបងប្អូនអាចអញ្ជើញមកទិញបាទ5គីឡូ10គីឡូ20គីឡូ50គីឡូ100គីឡូអីហាងពេជ្រ CSNJ មានស្តុកស្រាប់តែម្ដងមកងាយស្រួលមែនតើតាក់ទងនឹងមាសហើយតាក់ទងនឹងគ្រឿងអលង្ការពេជ្រយើងមានការប្រម៉ូសិនថ្ងៃនេះប្រាប់ពុកម៉ែបងប្អូនស្អែកអញ្ជើញមកប៉ុនបាទ8មីនាទិវានៃទិវាសិទ្ធិនារីដូចតសេអត់ត្រូវអធិតាជួយតសេឲ្យមួយមើលដឹងស្អីឯងគាត់តសេទិវាសិទ្ធិនារី8មីនាឈាត់ហ្នឹងអញ្ចឹងយើងអាចនិយាយថាប៉ុនសិទ្ធិនារីមួយដំឡឹងប្រហែលហើយថ្ងៃនេះបាទបងប្អូនអាចចូលមើល Telegram នោះដូចជា6000 300ជាងហ្នឹងថ្ងៃនេះមកញើខ្ញុំមើលបន្តិចមើលឲ្យបងប្អូនបាទថ្ងៃនេះបាទ6083ដុល្លារបាទ6083បាទតោះពុកម៉ែបងប្អូនបាទអ្វីដែលខ្ញុំប្រាប់ក្នុងការ live នេះទី1បាទគ្រឿងអលង្ការពេជ្រយើងមានការ promotion បាទ15%នឹងព្រីឈ្នួលនៅថ្ងៃស្អែក8មីនាមានន័យថាប៉ុនសិទ្ធិនារីថ្ងៃស្អែកបងប្អូនចឹងរស់រាន់ឡើងហើយតាក់ទងនឹងមាសវាមាន2ចំណុចដែលខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូន2ចំណុចយ៉ាងម៉េច
เตะตองหนึ่ง geopolitical នៅមជ្ឈមបពាបាទគឺកំពុងតែមានភាពតានតឹងសហរដ្ឋអាមេរិកចាប់ដៃជាមួយនឹងអ៊ីស្រាអែល attack អ៊ីរ៉ានអញ្ចឹងវា effect ទៅដល់ប្រេងមែនតើបាទប្រេងអាផ្លូវមហាសមុទ្រ Cumin ហ្នឹងគឺมันអាចដឹកប្រេងបានទេបាទអញ្ចឹងកប៉ាល់ប្រហែលជា 3000 កប៉ាល់គឺมันអាចនាំចេញប្រេងទេបើសិនជាស្ថានភាពពេលបច្ចុប្បន្នហ្នឹងនៅតែអញ្ចឹងខ្ញុំថារយៈពេលតែ2ឬក៏1ខែទេគឺតម្លៃប្រេងនឹងកើនឡើងនៅពេលបច្ចុប្បន្ននេះប្រេងនៅលើពិភពលោកកើន 27% ច្រើនណាស់បងប្អូនបាទទទួលទិញចិញ្ចៀនពេជ្រឬទេខ្ញុំបាត់សម្បត្តិឯកសារបាទឲ្យតែមានបងប្អូនអាចដាក់មកបាទ General said បាទអូអាចจะដំស្នៃជាងមែនបាទអរគុណច្រើនបានចំណាយពេលវេលាក្នុងការមើលតែលុយខ្ញុំបាទចង់ដឹងតាក់ទងនឹងនេះចូលមើលណាអញ្ចឹងបងប្អូនដែលគាត់ត្រូវការជួយឆែកមើលតិចហ្នឹងបងប្អូនដែលគាត់ត្រូវការមាសទី1ដូចខ្ញុំនិយាយអញ្ចឹងភូមិសាស្ត្រនយោបាយនៅមជ្ឈមបពាទាញឲ្យតម្លៃប្រេងឡើងបាទហ្នឹងទី1ទី2ទៀតតាក់ទងនឹងចំណុចសំខាន់បាទរបាយការណ៍ងារបាទរបាយការណ៍ងារនៅសហរដ្ឋអាមេរិកបាទធ្វើឲ្យប្រជាពលរដ្ឋបាទ 9200 នាក់មានអត់ការងារធ្វើមានក្រុមហ៊ុនមួយចំនួនក៏បាត់ដែរធ្វើឲ្យសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកមានការបាទធ្លាក់ចុះមួយកម្រិតធ្វើឲ្យលុយដុល្លារមានការចុះខ្សោយធ្វើឲ្យតម្លៃមាសនៅយប់មិញមានការកើនឡើងនេះជាចំណុចសំខាន់បាទចំណុចសំខាន់ដែលខ្ញុំនៅស្ទាក់ស្ទើរមានតែមួយទេដោយសារឥឡូវនេះនៅពេលបច្ចុប្បន្ននេះគេហៅថា low season បន្តិចហើយបាទអញ្ចឹងមាសក្នុង24ខែតើមាសឡើងនៅពេលណាបងប្អូនខែ8ខែ9ខែ10រៀងត្រឹងបន្តិចខែ11ឡើងទៀតខែ12ឡើងទៀតបាទអញ្ចឹងឡើងរហូតទៅដល់ឲ្យខែណាដែលឡូជាងគេបងប្អូនខែដែលលក់មាសមានន័យថាខ្ញុំពិបាកក្នុងការព្យាករណ៍នឹងខែណាអត់បងប្អូនបាទខែ5ខែ6ហ្នឹងគឺពិបាកមែនតើបាទ low season បើសិនជាខែ3ខែ4នេះណាអាចនឹងចុះបន្តិចឡើងបន្តិចចុះបន្តិចឡើងបន្តិចប៉ុន្តែដោយសារតែបញ្ហាស្ថានភាពពិភពលោកនៅពេលបច្ចុប្បន្ននេះគេថា the world is not stable ឬក៏គេហៅថា the world is more dangerous នៅពេលបច្ចុប្បន្ននេះមានអ្វីដែលល្អបំផុតគឺទិញមាសទុកនឹងហើយបងប្អូនបាទកាលណាតែយើងមានមាសកាន់តែច្រើនបងប្អូននឹងចាំអ៊ុតអាចថាខែ8ខែ9នេះបងប្អូននឹងដឹងតែចំណេញហ្មងបងប្អូនបាទ 100% បើសិនជាទិញមាសក្នុងរយៈពេលវែងបងប្អូនទិញអត់ខុសទេប៉ុន្តែបើបងប្អូនលេងហាងឆេងមាសនៅពេលបច្ចុប្បន្ននេះបងប្អូនត្រូវប្រយ័ត្នតិចហើយសួរថាពេលណាដែលបងប្អូនលក់សម្រាប់ខ្ញុំ advice របស់ខ្ញុំគឺ1គីឡូ20ម៉ឺនសម្រាប់ចិត្តហ្នឹងបងប្អូនបាទប៉ុន្តែខ្ញុំអត់ចង់ឲ្យបងប្អូនឈូឆទេបងប្អូនកាលណាតែបងប្អូនឈូឆកាន់តែខ្លាំងប្រេងឡើងខ្លាំងតែមាសចុះគេនាំគ្នាលក់មាសយកលុយទៅវិនិយោគប្រេងតាមពិតប្រេងនៅមជ្ឈមបពាហ្នឹងគឺមានតែ 30% ទេដែល support នៅលើពិភពលោកនេះបាទអញ្ចឹងបើសិនជាស្ថានភាពពេលបច្ចុប្បន្ននេះទោះជាប្រេងរៀងតឹងប្រេងនៅអាមេរិកក៏ច្រើនបាទប្រេងនៅរុស្ស៊ីក៏ច្រើនបាទនៅស្តុកច្រើនណាចិនក៏មានប្រេងច្រើនដែរអញ្ចឹងគ្រាន់ថាពិភពលោកនេះគ្រាន់តែយើងគិតមើលយន្តហោះក៏ប្រើប្រេងកប៉ាល់ក្នុងទឹកក៏ប្រើប្រេងឡានជិះរាល់ថ្ងៃក៏ប្រើប្រេងក្រុមហ៊ុន factory ធំសុទ្ធតែប្រើប្រេងទាំងអស់អញ្ចឹងចរន្តនៃការប៉ះទង្គិចនៅលើពិភពលោកនេះចន្លោះពី 30% ទេអញ្ចឹងយើងវិភាគទៅប្រេងវាដឹងតឡើងអូតូម៉ាទិកហើយប៉ុន្តែកាលណាតែលក់មាសទៅទិញប្រេងដើម្បីស្តុកចុះឥឡូវឧទាហរណ៍ថាអាមេរិកនឹងអាមេរិកយើងគិតថាចុះបើអាមេរិកនឹងវាបើកមកវិញវាពិបាកក្នុងការនេះដែរតែតាមពិតមុខរបរប្រេងនេះបងប្អូនកុំជ្រួលជ្រើមបើចិត្តរបស់ខ្ញុំគ្រាន់តែយើងទិញសម្រាប់មកប្រើការមិនខ្ញុំគិតថាវានឹងអាចគ្រប់គ្រាន់បងប្អូនដូចជាមិនមានបញ្ហាចោតអីទេបាទបើសិនតែរយៈពេលយូរលើសពី1ខែយើងអាចគិតទៀតណាប៉ុន្តែបើសិនជាមាសបងប្អូនត្រូវយល់ថាចេះបងប្អូនថាទិញមាសវាស្រួលក្នុងមិនឥឡូវឧទាហរណ៍ថាទិញពីហាងខ្ញុំយកទៅលក់ហាងណាក៏បានលក់នៅប្រទេសណាក៏បានសាសនាណាក៏អសឹបដែរអានឹងជាចំណុចមួយចំណែកឯប្រេងយើងពិបាកក្នុងការដឹកបងប្អូនឥឡូវឧទាហរណ៍ថាមានលុយ$10000ទិញប្រេង
thấu đã bầm mán thông mà mơ là lá bà sao nó nè hay bà bong ôn tinh miên miên đây thà lôi trong mà phây mơn tinh ba mà đom tục srul hay bà bong ôn trong giờ lôi mà cả lỗ nó lộ mà cả lỗ từ tinh brain stock thúc nó ọt miên cái lại tục tiền tục xuống han thì phây tiền bong ôn bà chân mục là bò pi nắng tiệt tông đừng sầm rắp nhóm brain còn là sầm rắp cà pra bong ônពិចារណាក្នុងការទិញទៅនឹងឯងមិនបាច់ទៅទិញទុកអីច្រើនទេបាទសម្រាប់ខ្ញុំប្រេងវាដឹងតែអូតូបន្តិចឡើងហើយព្រោះស្ថានភាពពិភពលោកវាមានការប្រែប្រួលឯចំណែកមាសទុកក៏ស្រួលបាទទុកកាន់តែយូរមាសកាន់តែឡើងបាទហើយខ្ញុំមិនមែនអ្នកលក់មាសឲ្យចង់និយាយឲ្យពុកម៉ែបងប្អូនទិញទេណាចំណុចសំខាន់បងប្អូនទិញនៅហាងណាក៏បានដែរអ្វីដែលខ្ញុំផ្ដល់យោបល់ឲ្យក្នុងពេលបច្ចុប្បន្ននេះដោយសារតែស្ថានភាពពិភពលោកមានការប្រែប្រួលចឹងបងប្អូនមានជំរឿល្អក្នុងការទិញមាសហើយបើបងប្អូនអ្នកលេខមាសចង់ចំណេញឆាប់បងប្អូនត្រូវប្រយ័ត្នក្នុងការទិញក្នុងការលក់ប៉ុន្តែបើបងប្អូនទិញក្នុងរយៈពេលយូរអង្វែងមានន័យថាអត់ខ្វល់ទេទិញទុកធ្វើជាទ្រព្យយូរអង្វែង5 6 ខែចាំមើលតម្លៃចាំលក់បងប្អូនទិញទៅអត់ខុសទេអាហ្នឹងជាចំណុចមួយព្រោះចំណុចដែលសំខាន់ខ្ញុំនិយាយពីពេលដែលសហរដ្ឋអាមេរិកអាថាក់អ៊ីរ៉ាន់គឺខ្ញុំគិតថានឹងមានការប្រែប្រួលនៅចំណុចណាមួយមាសនឹងអាចឡើងចំណុចទី2យប់មិញតាក់ទងនឹងរបាយការណ៍ងារនៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះធ្វើឲ្យតម្លៃមាសយប់មិញមានការកើនឡើងចំណុចទាំងពីរហ្នឹងអាចនឹងរុញឲ្យតម្លៃមាសនៅសប្តាហ៍ក្រោយវាឡើងអញ្ចឹងបងប្អូនសប្តាហ៍ក្រោយច័ន្ទគីពុទ្ធពហហ្នឹងឡើងអញ្ចឹងប៉ុន្តែចំណុចដែលពិបាកជាងគេដែលខ្ញុំពិបាកជាងគេបងប្អូនដោយសារតែនៅពេលបច្ចុប្បន្ននេះគឺជាហៅថា low season មិនឥឡូវឧទាហរណ៍ថាខ្ញុំមានក្រុមហ៊ុនបាទផលិតធ្វើផ្លាទីនធ្វើមាសក្នុងមួយខែខ្ញុំប្រើ60គីឡូប៉ុន្តែដល់ពេលខ្ញុំលក់អត់ដាច់ខ្ញុំប្រើតែ30គីឡូទេហើយប្រទេសនៅលើពិភពលោកក៏ដូចតែគ្នាដែរវៀតណាមក៏អត់សូវប្រើមាសដូចមុនដែរពីព្រោះមុនចូលឆ្នាំវៀតណាមមុនចូលឆ្នាំចិនហ្នឹងចិនទិញច្រើនវៀតណាមទិញច្រើនហើយថៃបានជាតំបន់កន្លែងណាដែលថាលក់ដាច់ខ្លាំងជាងគេឥឡូវឧទាហរណ៍ថាខែ1មុនចូលឆ្នាំចិនមានន័យថាខ្ញុំលក់ដាច់ខ្លាំងខ្ញុំមានតម្រូវការមាសច្រើនអាហ្នឹងតែហាងយើងមួយចុះមកហាងមកស្រុកខ្មែរចុះមកហាងពិភពលោកមិនប្រើកាន់តែច្រើនអាហ្នឹងមួយទី2ទៀតឧទាហរណ៍ថាពេលបុណ្យឥណ្ឌាវាមានគេហៅថា Diwali នៅខែ11អញ្ចឹងយើងត្រូវគិតថាបើសិនជាខែ9តាំងពីពណ៌នៅថៃនៅហុងកុងនៅអ៊ីតាលីនៅចិនគឺតម្រូវការអ្នកវិនិយោគទុនគឺត្រូវការទិញមាសច្រើនដើម្បីឲ្យតម្លៃមាសហ្នឹងមានន័យថាតម្លៃមាសមានតម្រូវការច្រើនធ្វើឲ្យតម្លៃមាសហក់ឡើងខ្លាំងបាទអញ្ចឹងដល់ពេលបច្ចុប្បន្ននេះចូលឆ្នាំខ្មែរហើយវា low season ដល់ពេល low season តម្រូវការនៅលើទីផ្សារអត់សូវមានធ្វើឲ្យតម្លៃមាសវាអាចពិបាកក្នុងការឡើងប៉ុន្តែបើយើងមកផ្អែកមើលតាក់ទងនឹង geopolitical ភូមិសាស្ត្រនយោបាយហើយជាមួយនឹងរបាយការណ៍ការងារនៅសហរដ្ឋអាមេរិកវាធ្វើឲ្យតម្លៃមាសបុកឡើងប៉ុន្តែបើយើងគិតពី low season វិញគឺវា low មែនបងប្អូនបាទបងប្អូនទៅសួរវៀតណាមទៅសួរថៃក្រុមហ៊ុនថៃឥឡូវសំបីតាំងពីពណ៌រងថ្ងៃនេះនៅតាំងពីពណ៌នៅហុងកុងគឺផ្លប់ហ្មងបងប្អូនលក់អត់ដាច់ទេអញ្ចឹងថ្ងៃណាមួយបងប្អូននឹងយល់ថា low season និង high season ហ្នឹងគឺវាខុសគ្នារបៀបម៉េចបាទអញ្ចឹងសង្ឃឹមថាវាកត្តាវាមាននៅចំណុចទាំងអស់ហ្នឹងប៉ុន្តែបើកត្តាអត្រានៃការឡើងគឺមានច្រើនបាទហាងឆេងថ្ងៃខុសគ្នាត្រូវគ្នាឆ្ងាយពេកបងយ៉ាប់ត្រង់ហាងឆេងក្នុងថ្ងៃខុសគ្នាអត់សូវយល់ប្រហែលជាបងគាត់ចង់និយាយមិនហាងឆេងវាមិនខុសគ្នាច្រើនទេបងប្អូនបាទបើសិនជាសម្រាប់ខ្ញុំបាទជំរាបសួរលោកអង្ញាពេលណាប្រេងចុះថោកមាសឡើងមាសតាមពិតមកដល់ពេលបច្ចុប្បន្ននេះ low season ហើយបើមាសអត្រានៃការឡើងសម្រាប់សប្តាហ៍ក្រោយមានអត្រាច្រើនមែនទែនដោយសារតែរបាយការណ៍ការងារនៅសហរដ្ឋអាមេរិកគឺអត់ល្អបាទហើយតាក់ទងនឹងភូមិសាស្ត្រនយោបាយវាអាចនឹងទាញធ្វើឲ្យតម្លៃមាសបុកឡើងបាទហើយបើតាក់ទងនឹង low season ខ្ញុំគ្រាន់តែប្រាប់ពុកម៉ែបងប្អូនដោយសារ low season មួយបើសិនជាអត់ low season វិញខ្ញុំឲ្យបងប្អូនទិញហ្មងបាទខ្ញុំដោយសារអីដោយសារតែមានន័យថាបងប្អូនដែលទិញមាសយកទៅធ្វើជាគ្រឿងអលង្ការបងប្អូនដែលមានរោងចក្រធំបាទសូម្បីតែខ្ញុំមានបុគ្គលិកតាម150នាក់ខ្ញុំទិញមួយខែក៏60គីឡូដែរក្នុងការឲ្យជាងធ្វើបើគិតជាលក់វិញទាំងអស់យើង200គីឡូអីមួយខែប៉ុន្តែដល់ពេល low season លក់អត់សូវដាច់បងប្អូនមួយខែខ្ញុំប្រើ10គីឡូ5-10គីឡូអញ្ចឹងវាអត់វាតម្រូវការមានការតិចបាទ
hay mía non đọc pi khai nhom bạch chuyện thì khai đại lang cứ khai 7khai 4khai đọc stable khai đọc môi đọc pi boom điện bà rồi hốt ta đo khai môi khai pi mà đo pi ba chập bón mà đo là lâu ní cái hao hiện lô tí chứ khai 7khai 4 vì ai smart rư có tích tuổi bà vì ọt miền cái chuột đây đôi môn tiên thể bà con tay đại sa phum san thì vô bài miền phía tan tăng nơi mà châm bộ pía đại sa là bài ca nghiên ở xã rốt đầm rích ọt sau lỗ đầm lại mi ai miền ở caក្នុងការឡើងនៅសប្តាហ៍ក្រោយដល់ឡូវយើងចាំមើលទាំងអស់គ្នាអាហ្នឹងយើងការវិភាគបាទហើយវិភាគហ្នឹងបានព័ត៌មានមកពីណាគឺយើងបានមកពី Bloomberg បាទ BBC បាទ CNN បាទមានបាទ Reuters មានអីច្រើនយើងយកព័ត៌មានទាំងអស់ហ្នឹងយកមកប្រាប់ពុកម៉ែបងប្អូនជាក់ស្ដែងបើតាមឲ្យខ្ញុំមានព័ត៌មានកំណត់ខ្លួនឯងទៅជាមាសអត់មានទេបាទហើយទីមួយយើងមាន connection នៅសិង្ហបុរីនៅសៀងហៃនៅហុងកុងបាទនៅញូវយ៉កអីតាក់ទងនឹងលក់មាសអីចឹងពួកគាត់ដឹងពីស្ថានភាពមាសចុះមាសឡើងមុនពេល2ថ្ងៃទៅមួយអាទិត្យបាទពួកគាត់អ្នករកស៊ីហ្នឹងគឺគាត់ដឹងហើយអញ្ចឹងសម្រាប់ខ្ញុំការ live ថ្ងៃនេះគឺចង់ប្រាប់ពុកម៉ែបងប្អូនថាថ្ងៃស្អែកបាទបុនសិទ្ធនារីអញ្ជើញមកទិញមាសទិញពេជ្រនៅហាងពេជ្រ CSNJ យើងលក់ពេជ្របាទ discount 15% ហើយជាពិសេសបាទមានការព្រាយឈ្នួលទៀតអញ្ចឹងយើងធ្វើមួយថ្ងៃអញ្ចឹង come back បាទហើយបងប្អូននេះសំបីតា live និយាយមួយបងប្អូនក៏មាសទោះជាថ្ងៃហ្នឹងលេខម៉ាស៊ីនអត់ដើរក៏នៅមាន trending នៅមើលដែរបាទមើលព័ត៌មានអីផ្សេងដែលអាចវា affect ទៅដល់តម្លៃមាសបងប្អូនគឺមើលរហូតបាទបងប្អូនខ្លះគាត់ញ៉ាំបាយញ៉ាំអីមើលដើម្បីអីដើម្បីឲ្យយើងដឹងព័ត៌មានច្បាស់លាស់ទៅប្រាប់ពុកម៉ែបងប្អូនទៅមានន័យថាស្រួលអញ្ចឹងសង្ឃឹមថាបងប្អូនបើនិយាយឲ្យរួមអត្រានៃការឡើងនៅសប្តាហ៍ក្រោយអាចអាកាសច្រើនខនអ្វីដែលខ្ញុំពិបាកជាងគេគឺដោយសារតែ season វា low បាទចំណុចតែមួយហើយចំណុចដែលទាញឲ្យមាសឡើងមាន2ចំណុចភូមិសាស្ត្រនយោបាយនៅមជ្ឈមបូព៌ាគេហៅថា Middle East ហើយតាក់ទងនឹង report ការងារនៅសហរដ្ឋអាមេរិកធ្វើឲ្យបាត់បង់ការងារច្រើនក្រុមហ៊ុនមួយចំនួនបាទបានបិទហើយធ្វើឲ្យលុយដុល្លារយកមិនមានការធ្លាក់ចុះអញ្ចឹងមាសនឹងមានឱកាសក្នុងការឡើងនៅសប្តាហ៍ក្រោយអាហ្នឹងជាចំណុចមួយប៉ុន្តែចំណុចដែលទាញឲ្យមាសនឹងងើបមិនរួចគឺ low season មានន័យថាដូចខ្ញុំនិយាយហើយនិយាយទៀតអញ្ចឹងមានន័យថាតម្រូវការរបស់រោងចក្រធំដែលគាត់អ្នកលក់មាសលក់ផ្លាទីនអីហ្នឹងដូចនៅចិននៅឥណ្ឌានៅវៀតណាមនៅខ្មែរយើងភាគច្រើនគេហៅ low season ហើយបាទដល់ពេលខែលក់អត់សូវដាច់អញ្ចឹងយើងតម្រូវការមាសក៏លក់អត់សូវដាច់ដែរឥឡូវបើប្រៀបធៀបហាងខ្ញុំវិញមុនចូលឆ្នាំមួយថ្ងៃ50គីឡូ100គីឡូមកដល់ពេលបច្ចុប្បន្ននេះ5គីឡូ10គីឡូទេអញ្ចឹងការលក់វាខុសគ្នាអញ្ចឹងធ្វើឲ្យតម្រូវការទីផ្សារមានការធ្លាក់ចុះអញ្ចឹងមាសវាពិបាកក្នុងការឡើងអាហ្នឹងជាចំណុចដែលយើងត្រូវយល់អញ្ចឹងសង្ឃឹមថាបងប្អូនត្រូវការគ្រឿងអលង្ការពេជ្រខំបាទ tomorrow មានអ្នកមីងម្សិលមិញខ្ញុំនិយាយឲ្យតែខ្ញុំខ្ញុំចង់ថតវីដេអូគាត់មកទិញមាសខ្ញុំ1គីឡូគាត់ថាបងអូនអើយលោកក្មួយខ្ញុំចូលចិត្តលោកក្មួយណាក្នុងការព្យាករមាសមើលមិនដាច់ហ្មងគាត់ថាចូលចិត្តមើលខ្ញុំណាហើយគាត់ថាឆ្ងល់ឲ្យតែមាសចុះខ្ញុំនិយាយអង់គ្លេសហើយឲ្យតែមាសឡើងនិយាយខ្មែរហើយមើលតែមុខទៅដឹងចុះដឹងឡើងខ្ញុំតែអ្នកមីងតាមដានហ្មងព្រោះពេលខ្លះមានអារម្មណ៍បាទចង់និយាយហាងឆេងក្នុងស្រុកថ្ងៃនេះខុសអន្តរជាតិបងអន្តរជាតិបាទរៀងខុសបន្តិចបងអូនស្រីនេះទីផ្សារអន្តរជាតិតែ 167000 ទេប៉ុន្តែដូចហាងខ្ញុំអីលក់ទង់ 170000 ហើយវាខុសបន្តិចហើយការនាំចូលពីសិង្ហបុរីពីក្រៅប្រទេសវាបង់ពន្ធណាបងអូនបាទមានសេវាកម្មបង់ពន្ធបើយើងអត់បង់ពន្ធធ្វើមិនបាននាំចូលមកអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់បាទអញ្ចឹងបងប្អូនលែងគិតតែតម្លៃវាខុសគ្នាហើយពេលណាដែលគេលក់អត់បង់មានន័យថាតម្លៃពេលខ្លះធូរមានន័យថាតម្លៃទីផ្សារអន្តរជាតិដូចជាស្ដែងអញ្ចឹង 167,000 ថៃបានតែគេលក់ស្មើទៅលេខម៉ាស៊ីនដោយសារលក់អត់ដាច់មានអីចេះតាយើងមាសសល់ហើយយើងមិនលក់បងប្អូនហើយពេលខ្លះតម្លៃខ្លះលក់ទៀតដោយសារអីយើងចេះបងប្អូនឧទាហរណ៍ថាភ្ញៀវលក់មកឲ្យយើងច្រើនអញ្ចឹងយើងសល់មាសយើងក៏អាចលក់បានធូរដែរបាទខ្ញុំតាមដានលោកពូបាទទំនុកចិត្តឃើញនិយាយថ្ងៃទី11 12 13នឹងកើនឡើងតើអាចឡើងទេឡើងអាចភាគរយច្រើនអ្វីដែលខ្ញុំភ័យមួយគឺដោយសារ low season ទេ
បើតាក់ទងនឹង geopolitical ភូមិសាស្ត្រនយោបាយគឺភាពតានតឹងនៅមជ្ឈមបូព៌ាតាក់ទងនឹងរបាយការណ៍បាទការងារនៅសហរដ្ឋអាមេរិកបាត់បង់ការងាររហូតដល់ 93,000 នាក់បាទក្រុមហ៊ុនមួយចំនួនបានបាត់បាទធ្វើឲ្យសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះបន្តិចហើយធ្វើឲ្យលុយដុល្លារបាទក៏ធ្លាក់ចុះដែរអញ្ចឹងកន្លែងហ្នឹងមួយពីរហ្នឹងវាផ្គុំចូលគ្នាប៉ុន្តែដល់ទៅពេល low season វាអត់ទៅមានតម្រូវការបងប្អូនដឹងស្រាប់ហើយដូចយើងអញ្ចឹង high season ចាប់ផ្ដើមខែ11ការហ្មងឃើញទេខែដែលពិបាកជាងគេខែ5ខែ6ហ្នឹងមានការមានប៉ុនណាដល់អញ្ចឹងបងប្អូនអត់មានតម្រូវការក៏អត់ទិញគ្រឿងទេបាទខ្ញុំក៏លក់អត់ដាច់ដែរបងប្អូនឥឡូវមើលមុនចូលឆ្នាំយើងលក់ដាច់50គីឡូ100គីឡូ10គីឡូអីឥឡូវរកតែ10គីឡូផឹកឡើងទៅបាន4គីឡូបិទបញ្ជីបាន5គីឡូ3គីឡូហ្នឹងវាខុសគ្នាអញ្ចឹង low season និង high season ខុសគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយចុះបើហាងខ្ញុំលក់មិនសូវដាច់ហាងអ្នកណាក៏លក់អត់សូវដាច់ដូចគ្នាដែរព្រោះដោយសារអីតម្រូវការទីផ្សារគឺអត់មានជាសកលបងប្អូនត្រូវយល់ឥឡូវឧទាហរណ៍ថាខែ11ខែ9ខែ8ខែ9គ្រាន់តែខែ8ចាប់ផ្ដើមឡើងបងប្អូនតាំងពីពណ៌នៅអ៊ីតាលីតាំងពីពណ៌នៅថៃតាំងពីពណ៌នៅជប៉ុនតាំងពីពណ៌នៅហុងកុងតាំងពីពណ៌នៅចិនពិភពលោកត្រូវការគ្រឿងអលង្ការជាចាំបាច់បងប្អូនត្រូវយល់ចឹងអាហ្នឹងចំណុចទី1ហើយដល់ទៅពេលខែ9យើងមិនភ្ជុំហើយដល់ទៅពេលចិត្តភ្ជុំហើយមិនចិត្តប៉ុនឥណ្ឌា Diwali ខែ10ខែ11ហ្នឹងអញ្ចឹងវាប៉ុនរហូតអស់ពី Diwali ចូលគ្រិស្មាស់អស់គ្រិស្មាស់ឆ្លងឆ្នាំអស់ឆ្លងឆ្នាំចូលឆ្នាំចិនដល់ទៅពេលចូលឆ្នាំចិនហើយវារៀងធ្លាក់ season តិចអញ្ចឹងតម្រូវការវាអត់សូវមានទេហើយសួរបងប្អូនឲ្យតែអ្នកលក់មាសលក់ផ្លាទីននៅស្រុកខ្មែរទាំងអស់បងប្អូនទៅសួរគ្រប់ផ្សារបងសំណាងតែចេះឲ្យតែចូលឆ្នាំចិនហើយរៀងធ្លាក់បន្តិចបើចូលឆ្នាំខ្មែរហើយស្ងាត់មែនអត់នឹងសួរគាត់ចឹងទៅជំរាបសួរបងថ្ងៃអាទិត្យនេះក្រោយពីឡើងឬក៏ចោះបាទអាចថ្ងៃនេះឡើងបើខ្ញុំចេញនិយាយខ្ញុំតាមដានបងយូរតែមានលុយសោះតាមដានអូលោកពូនិយាយពីរោះបាទអរគុណច្រើននេះបាន7លីអីអូហេងថ្ងៃនេះទី7បាទបាន7លីទៀតបាទលេខចូលផ្ទះហើយបាទហើយមាស1គីឡូទៀតគ្រប់គ្រឿងហ្មងថ្ងៃនេះញៀវគាត់មកពីអ្នកប្តីប្រពន្ធគាត់មកជួយទិញអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ចំណុចមានតែមួយទេគឺ low season មនុស្សអត់មានតម្រូវការដោយសារអត់មានប៉ុនមានអីប្រតិគ្នាអញ្ចឹងណាបងប្អូនត្រូវយល់ថាគ្រាន់តែប៉ុនឥណ្ឌាមួយគេហៅ Diwali ឥណ្ឌាមាន1000លានអ្នកជាងចិនមាន1000លានអ្នកជាងអញ្ចឹងយកតា10-20% មកទិញមាសហ្នឹងចូលច្រើនណាស់បងប្អូនច្រើនសូម្បីតែវៀតណាមប៉ុនវៀតណាមហើយមានអីឃើញឥឡូវឆ្លងចូលឆ្នាំវៀតណាមហើយវៀតណាមក៏អត់សូវទិញដែរភ្ញៀវខ្ញុំពីវៀតណាមមកទិញមួយថ្ងៃ5គីឡូ10គីឡូទិញរហូតដល់ពេលឥឡូវប៉ុនវៀតណាមហើយគាត់ថាវៀតណាមអត់ស៊ីបាទវៀតណាមអត់ស៊ីបាទចង់ទិញ6លីស្អែកមកបាទនេះព្រោះដោយសារតែយើងមានប្រម៉ូសិន 15% ហើយឈ្នួលទៀតខំជួបបងសំណាងបើមិនអត់ទេមកទិញមាសមកតឡឹងក៏បាន1គីឡូក៏បានស្អែកមានការប្រម៉ូសិនអញ្ចឹងចូលរួមទាំងអស់គ្នាបាទប្រម៉ូសិនបាទ 15% នឹងព្រីឈ្នួលនៅថ្ងៃស្អែកប៉ុនបាទ8មីនាប៉ុនសិទ្ធបាទសិទ្ធនារីបាទសិទ្ធនារីស្អែកប៉ុនសិទ្ធនារីបាទហេងលោកអង្ញាអូនទីបាទអរគុណច្រើនបាទជូនពរបាទហេងទាំងអស់គ្នាតម្លៃមាសមានឱកាសក្នុងការឡើងនៅសប្តាហ៍ក្រោយចាំមើលទាំងអស់គ្នាបាទហើយបងប្អូនដែលមកត្រូវការគ្រឿងអលង្ការពេជ្របងប្អូនមកហាងពេជ្រ CSNJ មានប្រម៉ូសិន 15% នឹងឈ្នួលបាទជួបគ្នានៅថ្ងៃស្អែក8មីនា coming visit CSNJ enjoy your holiday and important if we have promotion free label charge 15%. You come enjoy your day and then don't forget to visit CSNJ and then gold I think will increase but come buy gold is not you are spending money for nothing buy gold is sell your will yes keep for long time make money together please you make money you buy gold keep in your stock and then you make money but you come here I am very happy to support me also តោះបងប្អូនស្អែកជួបគ្នាបាទសូមអរគុណខានជួបលោកពូយូរហើយបាទអរគុណបាទស្អែកជួបគ្នា